បុរសដ៏ស្វាហាប់ម្នាក់បានទៅពិនិត្យសុខភាពចូលបម្រើតបប៉ុន្តែត្រូវបានគូប្រជែងរកឃើញស្នាមសាក់នៅក្នុងឯងអត់ដឹងទេហីអ្នកដែលមានស្នាមសាក់នឹងត្រូវលុបឈ្មោះចេញពីការចូលបម្រើតបគូប្រជែងថែមទាំងចង់ទៅរាយការណ៍ប្រាប់មេបញ្ជាការទៀតផងរឿងនេះធ្វើឲ្យបុរសនោះបារម្ភខ្លាំងព្រោះការមកធ្វើទាហានគឺជាក្តីសង្ឃឹមរបស់ឪពុកគាត់ដូច្នេះគាត់នឹកឃើញវិធីដ៏សាហាវមួយគាត់បានយកដែកកេះភ្លើងមកធ្វើជាកាំបិតហើយឲ្យប្អូនធေါ်ឈ្មោះជាវូក៏វាចេញជាវូដែលកំសាកភ័យខ្លាចយ៉ាងខ្លាំងក៏ខ្ញុំមិនហ៊ានទេខ្ញុំខ្លាចឈឺក៏សាច់ខ្ញុំមិនមែនសាច់ឯងណាខ្លាចស្អីជាវូគ្រាន់តែឈោតតិចតែសេមកប្រាប់ឲ្យខ្លាំងដៃបន្តិចទើបហ៊ានឈោតមួយទំហឹងគ្រាន់តែឃើញឈាមភ្លាមជាវូក៏ដួលសន្លប់បាត់សេមកចង់ធ្វើទាហានដើម្បីបំពេញក្តីស្រមៃតន្ត្រីរបស់ឪពុកនិងចង់បានភាពស្មើគ្នាព្រោះនៅក្នុងជួរតបមិនថាអ្នកមានឬក្រគឺស្មើភាពគ្នាទាំងអស់ខ្ញុំចូលចិត្តអារម្មណ៍បែបនេះស្រាប់តែលូវីនាំមេបញ្ជាការមកមែនគឺគេនឹងហើយមានស្នាមសាក់តែពេលសេមកងាកមកក្រោយវាគ្រាន់តែជាស្នាមរបួសប៉ុណ្ណោះជាវូក៏ត្រូវបានគេសែងទៅបន្ទប់ពេទ្យមេបញ្ជាការដឹងថាជាល្បិចនេះជាស្នាមកាំបិតមិនមែនដួលទេឯងមានចិត្តដាច់ណាស់សាកសមធ្វើទាហានសង្ឃឹមថាឯងយកភាពអង់អាចនេះទៅប្រើក្នុងការហ្វឹកហាត់សេមកបានជាប់ធ្វើទាហានតែត្រូវនៅក្រុមជាមួយគូស្រូវលូហ្វីពេលជួបជុំសេមកលួចចងខ្សែស្បែកជើងលូហ្វីជាប់នឹងជើងតូធ្វើឲ្យគេដួលលូហ្វីខឹងក៏ស្ទុះទៅវាយគ្នាជាមួយសេមកផ្អើលពេញនឹងមេក្រុមម៉ារ៉េនយីបានឃាត់ពួកគេហើយនាំទៅទីលានគាត់មិនបានវាយពួកគេទេតែដាក់វិន័យឲ្យចងដៃជាប់គ្នាបង្កប់ឲ្យរត់កាន់ដៃគ្នា500ម៉ែត្រហើយស្រែកថាគឺអ្នកគឺជាមិត្តរួមអាវុធរបស់ខ្ញុំស្រឡាញ់អ្នកអត់ទេដឹងវារៀងដូចជាផ្អែមល្ហែមពេកហើយអ្នកទាំងពីរចាប់ផ្ដើមរត់យ៉ាងរំភើបស្រែកដាក់គ្នាឯងជាមិត្តរួមអាវុធខ្ញុំស្រឡាញ់ឯងសេមកខូចណាស់លួចយកខោអាវលូហ្វីពេលងូតទឹកហើយចាក់សាប៊ូពេញអ័ក្សលូវីរអិលដួលប៉ះជើងស្រែកជាពេញបន្ទប់ទឹកក្នុងការហ្វឹកហាត់អ្នកទាំងពីរប្រកួតប្រជែងគ្នាមិនឈប់ថ្នាក់លើសរសើរមេក្រុមម៉ែថាបានកូនទាហានពូកែទោះជាពួកគេរឹងរូសបន្តិចមែនតែបានព្រមានថាហាមមានទាហានរត់ចោលជួរឲ្យសោះមេក្រុមម៉ែធានាថានឹងមិនមានទេតែក្រុមនេះសុទ្ធតែកូនអ្នកក្រុងដែលសុខភាពខ្សោយរត់តែ3គីឡូដីជាវូក្អួតចង់ដាច់ខ្យល់រត់20នាទីយាយដើរលឿនជាងឯងរត់ផងត្រូវពិន័យអាវ៉ង់50ដងទៀតតែជាវូធ្វើមិនរួចសំបីតែមួយតែតាមពិតទៅទាហានដែលមើលទៅដូចជាអន់ម្នាក់នេះគឺជាកំពូលអ្នកខ្លាំង